បាទគ្រប់ជំរាបសួរបងប្អូនអរគ្នានេះរូបយើងទំធ្វើឲ្យទៀតបងប្អូនហើយនេះមានឧបករណ៍វិលទំចូល stop ទៀតណាបងប្អូនហ្នឹងហើយសម្រាប់បងប្អូនដែលចូលចិត្តលេងបាក់សីហ្នឹងហើយមានដុំវិលនេះគឺវាអេមមួយយ៉ាងដែរបងប្អូននៅវាតាក់ទាញហើយមើលរូបយើងបងប្អូនទនីឲ្យបងប្អូនស្អាតហ្នឹងហើយបងប្អូនមើលហ្នឹងហើយអេមហើយដាញ់បងប្អូនរូបនេះខ្ញុំទនីឲ្យ100%ហ្នឹងបងប្អូនត្រូវការតាក់ទងមកខ្ញុំបានហើយតានីឲ្យបងប្អូនស្រុកខ្មែរគេនិយាយទៅគឺបើដាច់រូបឃ្លុំរូបមន់ទឹករូបអីក៏ដោយហើយនេះសិតប្រភេទរូបកាវបងប្អូនមិនមែនរូបជ័រដូចខ្ញុំធ្វើមុនទេណាបងប្អូនហ្នឹងហើយរូបកាវនេះវាធន់ល្អហើយវាចូលចឹកវាចូលជុលវាចូលវាយមិនក៏ដោយក៏អត់ខូចដែរបងប្អូនហ្នឹងហើយបងប្អូនមើលរៀងហើយមានតែមួយម៉ូតហ្នឹងទេបងប្អូនព្រោះម៉ូតហ្នឹងយើងលេងដេញអញ្ចឹងយើងធ្វើតាមម៉ូតហ្នឹងទេអត់មានម៉ូតផ្សេងទេបងប្អូនបាទបងប្អូនឲ្យមើលស្តង់ដាហ្មងហ្នឹងបងមើលហើយឧបករណ៍វិលនេះគឺវាវិលអត់លឿនទេបងប្អូនវាវិលរបៀបដូចវាអួតគ្នាចុះឡើងយឺតហ្នឹងហើយវានិយាយទៅមើលទៅអេមហ្មងខ្ជូតហ្មងហើយនេះបងប្អូនខ្ញុំឲ្យបងប្អូនមើលតិចជើងប្រភេទជើងវាក៏យើងធ្វើអំពីកាវដែរបងប្អូនឲ្យមើលជើងនេះបងប្អូនមើលជើងវាស្អាតណាស់បងប្អូនបេះបិទជើងឃ្លុំហ្មងហ្នឹងឃើញប្រភេទជើងវាហើយយើងដោះបានបងប្អូនជើងហ្នឹងយើងដោះបានជាមួយខ្ញុំយកជើងមួយដោះឲ្យបងប្អូនមើលយើងដោះបានដាក់បានដល់ពេលយើងយកទៅលេងយើងដោះវាចេញមកបងប្អូនហ្នឹងsorry សំទោសនេះបងដល់ពេលយើងយកទៅលេងយើងកុំឲ្យវាចង្អេងចង្អាងបងប្អូនអញ្ចឹងយើងដោះឲ្យមកmìnhដោះឲ្យមើលអូខេដោះមកនេះយើងប្រើតាដែកប៉ុណ្ណាបើខ្ញុំអត់បានដាក់ដែកទៅបងប្អូនកាត់ដែកតែពីឆ្អាមមកវាយនឹងមកមកឆ្អាមកន្លះហ្នឹងបងប្អូនដោតវាចឹងហើយបងប្អូនដោតដែកហើយចាំបងប្អូនដាក់រូបពីលើចុះអូខេនេះដាក់ចុះអេមហើយដល់ពេលយើងយកមកពីលេងវិញយើងដោះវាចឹងមកយើងដាក់ជើងវាចូលវិញគាត់ជើងវាមានរុនវាដាក់ដោតឃើញបងអត់ទេអេមស្រែមដាក់ស្មៅចឹងវាពិបាកដាក់បងយើងយកទៅលេងបាច់មានជើងចង្អេងចង្អាងទេដាក់ចូលកាបូបមកហើយដែកនេះយើងសម្រាប់ដោតវាចឹងមកដោតដែកហើយចាំយើងដាក់រូបហ្នឹងពីលើចេះណាបងប្អូនហ្នឹងតែប៉ុណ្ណឹងអេបងប្អូនរូបយើងស្អាតបងប្អូនខ្ញុំធានាឲ្យហ្នឹងហើយស្អាតបងប្អូនស្អាតត្រូវការអាចតាក់ទងខ្ញុំបានដែរបងប្អូនហ្នឹងអេម៉ានេះឲ្យមកពេញចិត្តបងប្អូនហ្នឹងឲ្យបងប្អូនទាស់ចិត្តទេហ្នឹងស្អាតបងប្អូនស្អាតនេះតាមធ្វើហើយបងប្អូនតាមយល់ហ្នឹងតាម2ថ្ងៃ1ថ្ងៃ2ថ្ងៃ3ថ្ងៃហ្នឹងគឺអស់ហើយក៏ចាប់ដើមធ្វើបន្តទៀតចឹងបងប្អូនហ្នឹងអរគុណច្រើនបងប្អូនត្រូវការអាចតាក់ទងមកខ្ញុំបានហ្នឹងហើយអរគុណបងប្អូនអរគុណហ្នឹងហើយសុខសប្បាយរស់ស៊ីមិនបានអស់នេះបងប្អូនណាអរគុណច្រើនបាយបាយ